រឿងរ៉ាវនេះចង់ឆ្លុះបញ្ចាំងពីក្រុមគ្រួសារមួយដែលមានម្ដាយចំណាស់ម្នាក់និងកូន3នាក់សប្តាហ៍ថ្ងៃអ្នកម្ដាយចំណាស់នោះរស់នៅកំព្រាតែតោលតែម្នាក់ឯងចំណែកឯកូនទាំង3របស់គាត់រស់នៅទីក្រុងភ្នំពេញប៉ុន្តែកូនទាំង3របស់គាត់ហាក់បីដូចជាប្រងើយកន្តើយនិងសុខទុក្ខអ្នកម្ដាយរដូវកាលចូលឆ្នាំប្រពៃណីជាតិខ្មែរក៏ខិតជិតចូលមកដល់ដូច្នេះធ្វើឲ្យអ្នកម្ដាយកំសត់នោះនឹកដល់កូនគ្រប់គ្នាគាត់ក៏យកទូរស័ព្ទខលទៅកូនច្បងអាឡូតារាតើកូនកំពុងធ្វើអីនឹងកូនអាឡូម៉ែឥឡូវនេះកូនកំពុងតែធ្វើការហើយម៉ែឯងខំឲ្យកូនធ្វើអីម៉ែតើកូនរវល់ខ្លាំងទេកូនមិនបានទេម៉ែខ្ញុំទៅថ្ងៃនេះមិនកើតទេម៉ែនៅកន្លែងការងាររវល់ខ្លាំងណាស់ម៉ែហើយបើម៉ែមិនស្រួលខ្លួនម៉ែឆាប់លាបថ្នាំទៅម៉ែហើយសម្រាប់ទៅម៉ែនឹងបានជាហើយទោះបីជាខ្ញុំទៅក៏មិនអាចជួយអីម៉ែបានដែរខ្ញុំនៅតែជូនម៉ែទៅពេទ្យដដែលហ្នឹងអញ្ចឹងប៉ុណ្ណឹងហើយម៉ែឥឡូវនេះកូនរវល់ខ្លាំងណាស់បានហើយម៉ែមានកិច្ចការអីចាំនិយាយគ្នានៅពេលក្រោយទៀតម៉ែឈប់សិនតារាហើយម៉ែមានការអីម៉ែឆាប់និយាយមកម៉ែអញ្ចឹងពេលចូលឆ្នាំនេះកូនឯងបានមកលេងម៉ែទេកូនខ្ញុំប្រហែលជាមិនបានទៅទេម៉ែព្រោះឆ្នាំនេះណាកន្លែងការងារគេមិនឲ្យយើងឈប់សម្រាកទៅស្រុកទេម៉ែព្រោះដើម្បីជៀសវាងការរីករាលដាលនៃជំងឺ COVID-19 ចាំមើលស្ថានភាពបានល្អប្រសើរឡើងវិញចាំកូនឆ្លៀតទៅលេងម៉ែណាមែនហើយម៉ែចាំកូនផ្ញើលុយឲ្យម៉ែខ្លះដើម្បីឲ្យម៉ែយកទៅពេទ្យនិងទុកសម្រាប់ចាយវាយប្រចាំថ្ងៃអញ្ចឹងប៉ុណ្ណឹងហើយណាម៉ែណាខ្ញុំរវល់ធ្វើការចាំចេញពីធ្វើការកូនខទៅម៉ែវិញចឹងប៉ុណ្ណឹងចុះកូនម៉ែរត់ទៅប្អូនឯងតិចសិនចឹងអាឡូដារ៉ូតើកូនកំពុងធ្វើអីនឹងកូនអាឡូម៉ែកូនកំពុងធ្វើការម៉ែឯងមានការអីម៉ែឯងអត់ស្រួលខ្លួនមែនម៉ែចាកូនគឺម៉ែមិនស្រួលខ្លួនប្រហែលថ្ងៃហើយតើកូនឯងរវល់ខ្លាំងទេកូនគឺម៉ែនឹកកូនឯងខ្លាំងណាស់ចង់ឲ្យកូនមកលេងម៉ែតើកូនអាចឆ្លៀតមកបានទេកូនណាមួយសល់តែប្រហែលថ្ងៃទៀតចូលឆ្នាំហើយម៉ែចង់ជួបពួកកូនខ្លាំងណាស់បាទម៉ែឆ្នាំនេះកូនមិនបានទៅទេប៉ុន្តែកូនសន្យាថាកូននឹងទៅលេងអ្នកម៉ែឲ្យបានឆាប់បំផុតពិតមែនកូនអញ្ចឹងចាំជួបគ្នាណាកូនអញ្ចឹងប៉ុណ្ណឹងចុះម៉ែគិតទេទៅស្រីរត់តិចសិនបាទម៉ែថែសុខភាពផងណាអ្នកម៉ែមែនហើយអ្នកម៉ែកូនភ្លេចជម្រាបប្រាប់អ្នកម៉ែត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូជែលឬក៏អាល់កុលហើយជាពិសេសនោះពេលដែលអ្នកម៉ែធ្វើដំណើរចេញទៅខាងក្រៅអ្នកម៉ែត្រូវពាក់ម៉ាស់ផងណាប៉ុន្តែបើសិនជាគ្មានការអីចាំបាច់សូមអ្នកម៉ែកុំចេញក្រៅអីព្រោះនៅក្នុងផ្ទះមានសុវត្ថិភាពជាងនៅខាងក្រៅណាអ្នកម៉ែព្រោះថាពេលនេះជំងឺ COVID-19 កំពុងតែរាតត្បាតទូទាំងពិភពលោកហើយប្រទេសរបស់យើងក៏ទទួលរងឥទ្ធិពលនៃជំងឺនេះមួយភាគតូចដែរណាអ្នកម៉ែប៉ុន្តែយើងមិនត្រូវធ្វើប្រហែសទេអ្នកម៉ែព្រោះជំងឺនេះវាងាយឆ្លងខ្លាំងណាស់ជាពិសេសវ័យចាស់ជរាដូចអ្នកម៉ែយើងត្រូវតែចូលរួមអនុវត្តទាំងអស់គ្នាតាមសេចក្តីប្រកាសរបស់ក្រសួងចាកូនបាទម៉ែថែសុខភាពផងណាអ្នកម៉ែកូនបារម្ភនឹងស្រឡាញ់អ្នកម៉ែហើយមិនបានទេទៅស្រីរត់គេមិនលើកទូរស័ព្ទសោះអញ្ចឹងឬក៏ស្រីរត់គេមានរឿងអីទៅដឹងអើយទេទៅម្ដងទៀតសិន